បាទអញ្ចឹងថ្ងៃនេះមាន2គូទៀតបាទចង់មកចែកជូនបងប្អូនខណៈបងប្អូនយកទៅអាចនឹងកែច្នៃខ្លួនឯងបន្ថែមឬមួយក៏លេងតាមមានបាទនេះគាត់តែជាតម្រុយបាទទ្រុសទេបាទគូទី1បាទគឺ Real Madrid ប៉ះគ្នាជាមួយនឹង Celta Vigo បាទគូទី2បាទ Paris Saint-Germain ប៉ះគ្នាជាមួយនឹងបាទ AS Monaco បាទមួយលីកបារាំងមួយទៀតគឺលីក La Liga តបងប្អូនគឺចូលរួមទូទីលេងជាមួយមានទាំងអស់គ្នាតែក្រុម2នេះបាទក្រុមណាយកឈ្នះក្រុមណាហើយនឹងស៊ីគ្នាប្រហែលគ្រាប់លេខទូទីលេងក្រោមវីដេអូនេះទាំងអស់គ្នាគឺមានដាក់ទូទីនៅក្នុងផ្ទះរបស់មានផងដែរបងប្អូនក៏ចុច link ក្រោម file ទូទីលេងបាទគ្រាន់តែទីថាក្រុមណាឈ្នះក្រុមណាចាញ់ទទួលបានរង្វាន់3ឡានបាទពីមិនតោះហើយគូទី1បាទ Real Madrid ប៉ះជាមួយ Celta Vigo បាទជើងមុនបាទគឺ Real Madrid បាទចាញ់ទៅលើ Celta Vigo ចំនួនរៀងយូរដែរអាចនឹង3-0 3-1តែយប់នេះមានជឿថា Real Madrid អាចនឹងស៊ីតែយើងមិនដឹងថា Real Madrid អាចនឹងឡើងទៅវគ្គបន្តផងដែរទេព្រោះជើងមុនគឺឲ្យ Celta Vigo ស៊ីច្រើនមែនទែនប៉ុន្តែក៏សូមណែនាំបងប្អូនលេងទៅខាង Real Madrid ផងដែរហើយ Real Madrid មួយតតិចណាស់តត្រឹមតែបាទ25កន្លះបាទហើយ over ក៏គ្រប់តិចផងដែរហើយ Paris Saint-Germain ប៉ះនេះជាមួយ AS Monaco មានមើលឃើញថាតាំងពីបានពីនប្លុំដួមកគឺក្រុម Paris Saint-Germain គឺមិនសូវបាទជាឡើងជើងប្រហែលទេបាទស៊ីមិនដែលគ្រាប់តទេអញ្ចឹងឲ្យមានសំណាក់បងប្អូនរងបាទរងខាង Paris ហើយយប់នេះ Paris តឲ្យបាទ AS Monaco បាទ1កន្លះ 1.5 ហើយនឹង2គ្រាប់អញ្ចឹងមានសំណាក់បងប្អូនរងខាងបាទ Paris ព្រោះឃើញតយច្រើនពេកហើយមានជឿថា Paris មិនអាចស៊ីទៅលើ AS Monaco ដាច់គ្រាប់តផងទេបាទជើងបងប្អូនឆ្លាញ់2គូនេះមានជឿថា2គូនេះជាតម្រុយល្អហើយបងប្អូនចាំបានតម្រុយបន្ថែមទៀតបងប្អូនក៏ចុច link ក្រោម profile ឬចូលក្នុងផ្ទះរបស់adminមានគូបាទថ្មីហើយសិទ្ធិភាពរបស់ចាំមានតែប៉ុណ្្នេះទេបាទកុំភ្លេចចុច like share follow មានម្នាក់មកផងហើយវាដើម្បីជាកន្លះចិត្តឲ្យមានធ្វើវីដេអូផ្ដល់តម្រុយគូបាទបន្តបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ